យើងសង្កេតមើលនៅស្រុកគេវ័យចំណាស់ដូចជានៅអាមេរិកអីចាស់ៗគាត់ជិះម៉ូតូធំជិះអីម៉ូតូធំវាអត់មានកំណត់អាយុថាត្រូវយើងជិះអាយុប៉ុណ្ណាដែលត្រូវជិះប៉ុន្តែសំខាន់សួរចំណងចំណូលចិត្តយើងចូលចិត្តដែរអត់អ្វីដែលយើងសប្បាយយើងពេញចិត្តយើងនឹងធ្វើវាម៉ូតូ Royal Enfield នេះខ្ញុំមើលទៅមិនប្រកាន់វ័យណាក៏អាចជិះបានចាស់ក៏មានក៏ជិះបានឲ្យតែដល់ comfortable យើងជិះទៅសប្បាយចិត្តសម្រាប់យើងបាទជំរាបសួរបងអូនបងឈ្មោះវ៉ាន់សុខាបងធ្វើការនៅទីពេទ្យឯករាជ្យភ្នំពេញបងរស់នៅទីក្រុងភ្នំពេញម៉ូតូបង Royal Enfield Corolla 450ពណ៌វាគេហៅភាសាអង់គ្លេសគេ Leia Black ជំមើដំបូងឡើយបងទៅឆៃសេវីសឡានទៅក្រុមហ៊ុន MG គាត់មាន showroom ជាប់គ្នាជាមួយនឹងក្រុមហ៊ុន Royal Enfield ដូច្នេះខ្ញុំអាសាចុះឡើងមកឆែកសេវីសឆែកអីឡានខ្ញុំក៏ឃើញម៉ូតូ Royal Enfield នោះគាត់មានដាក់តាំងនៅក្នុងក្រុមហ៊ុនហ្នឹងមានច្រើនស៊េរីអញ្ចឹងមានកំណត់មួយថាថ្ងៃណាមួយបងនឹងទិញម៉ូតូ Royal Enfield នេះណានិយាយទៅក្រុមហ៊ុន Royal Enfield showroom គាត់ស្អាតស្តង់ដាមើលទៅពេញភ្នែកយើងមានកន្លែងអង្គុយលេងការទទួលដល់ភេទជ្ជៈពេលដែលយើងទៅខាង sale ហើយហ្នឹងគាត់ដល់យើងទាំងមុនទិញម៉ូតូនិងក្រោយទិញម៉ូតូអ្វីដែលបងចាប់អារម្មណ៍ជាមួយនឹងម៉ូតូ Corolla ហ្នឹងខ្ញុំឃើញម៉ូតូផ្សេងដែរដូចជា Meteor 350ហើយ Himalayan គឺបងចាប់អារម្មណ៍ Corolla 450ហ្នឹងជាងដោយសារវាមើលទៅម៉ូតូហ្នឹងគាត់មានលក្ខណៈដែកហាប់ម៉ែនមើលទៅកាចអ្វីដែលពិសេសគឺអេក្រង់របស់ counter ហ្នឹងជា LED color ហើយយើងអាចបញ្ជា joystick នៅលើអេក្រង់ហ្នឹងឆែកមើលព័ត៌មានផ្សេងរបៀបប្រើប្រាស់អញ្ចឹងណាហើយមួយទៀតប្រាំង ABS ប្រាំងអីហ្នឹង Corolla ហ្នឹងគាត់មានអ្វីដែលបងចាប់អារម្មណ៍គឺគាត់មានប្រព័ន្ធបើកបរ Eco Mode និង Performance Mode លក្ខណៈវាពីរហ្នឹងដែលបងចូលចិត្ត Royal Enfield Corolla 450នេះពេលដែលបើកបរទៅវាមានអារម្មណ៍ថានឹងល្អនៅពេលដែលយើងបើកបរទៅលើផ្លូវមានគេចោលភ្នែកមើលថាអូម៉ូតូនេះប្លែកក៏ដែរឃើញមានក្នុងទីផ្សារស្រុកខ្មែរយើងmaterial ម៉ូតូបង្គំគ្រឿងម៉ូតូហ្នឹងបងមើលទៅដែកម៉ូតូហ្នឹងជ័រហ្នឹងគឺមានលក្ខណៈស្វិតណៃណាក្រាស់ល្អតាមមិនដឹងក្រុមហ៊ុន Royal Enfield ហ្នឹងគាត់មាន accessory ផ្សេងសម្រាប់ការពារម៉ូតូហ្នឹងបំពាក់ឲ្យម៉ូតូហ្នឹងការដួលការអីអញ្ចឹងណាហើយគ្រឿងបន្លាស់ម៉ូតូក្រុមហ៊ុនក៏មានទៀតដូច្នេះពេលដែលយើងខូចយើងអីក្រុមហ៊ុនគាត់មានគ្រឿងបន្លាស់អត់ពិបាកទៅរកទេអញ្ចឹងណាតាមខ្ញុំដឹងខ្ញុំបានឃើញចេញចូលហ្នឹងខ្ញុំឃើញថាមិនថា showroom គាត់លក់ម៉ូតូទេមានលក្ខណៈល្អទាំងកន្លែង service ជួសជុលហ្នឹងក៏ល្អដែរគឺមានកន្លែងអង្គុយលេងសម្រាប់ភ្ញៀវរង់ចាំផ្ដល់ជូននៅភេទជ្ជៈនិយាយទៅកន្លែងគាត់រៀបចំបានល្អវាចំទៅមិនមានរើសវ័យទេប៉ុន្តែសម្រាប់បង45អីចឹងបងគិតថា Corolla ហ្នឹងគឺស័ក្តិសមសម្រាប់វ័យបង40ជាងប៉ុន្តែថ្ងៃក្រោយខ្ញុំចង់បានដល់650ដូចជា Super Meteor 650ទៀតយើងសង្កេតមើលនៅស្រុកគេវ័យចំណាស់ដូចជានៅអាមេរិកអីចាស់គាត់ទុកពុកមាត់វែងអីគាត់ជិះម៉ូតូធំជិះអីម៉ូតូធំវាអត់មានកំណត់អាយុថាត្រូវយើងជិះអាយុប៉ុណ្ណាដែលត្រូវជិះប៉ុន្តែសំខាន់សួរចំណងចំណូលចិត្តយើងចូលចិត្តដែរអត់អ្វីដែលយើងសប្បាយយើងពេញចិត្តយើងនឹងធ្វើវាម៉ូតូ Royal Enfield នេះខ្ញុំមើលទៅមិនប្រកាន់វ័យណាក៏អាចជិះបានទេអត់មានប្រកាន់ថាវ័យថាតលក្មេងចាស់ក៏មានក៏ជិះបានឲ្យតែដល់ comfortable យើងជិះទៅសប្បាយចិត្តសម្រាប់យើងនិយាយពីរឿងភ្លើងស្អាតល្អម៉ូតូ Royal Enfield Corolla ពួកស៊េរីចុងក្រោយនេះគឺសុទ្ធតែភ្លើងពណ៌សពេលយកឡើងភ្លឺច្បាស់ល្អចង់បំពាក់ភ្លើងថែមទៀតក៏បានប៉ុន្តែសម្រាប់បងថា Corolla 450នេះគឺភ្លឺល្អសម្រាប់យើងបើកបរមិនថាផ្លូវក្នុងក្រុងទៅផ្លូវជាតិអីទេគឺមានលក្ខណៈងាយស្រួលសម្រាប់បើកបរពេលយប់បើសិនជាមានមិត្តភ័ក្តិមានអីលើកទឹកចិត្តគាត់ថាគួរជ្រើសរើស Corolla 450ព្រោះ Corolla 450នេះបងបានដឹងហើយម៉ូតូនេះលក្ខណៈទំនើបអញ្ចឹងវាធ្វើមានលក្ខណៈសន្សំសំចៃប្រេងដូចថាយើងជាមនុស្សម្នាក់ចូលចិត្តបើកក្នុងក្រុងយើងអាចប្រើប្រព័ន្ធ Eco Mode យើងអាចបើកបរក្នុងក្រុងយើងប្រើប្រព័ន្ធនោះវាសន្សំសំចៃប្រេងសន្សំសំចៃពី5ទៅ10%ជាចុងក្រោយបងដល់ការលើកចិត្តបងប្អូនទាំងអស់គ្នាដែលនិយមចូលចិត្តជិះម៉ូតូធំបងប្អូនអាចពិចារណាមកទិញម៉ូតូ Royal Enfield មិនថាជា Corolla របស់ខ្ញុំបើយើងទិញម៉ូតូ Royal Enfield គាត់មានការលើកទឹកចិត្តផ្សេងក្រុមហ៊ុនគាត់មានដូចជា voucher សាំងចំនួន$100ការបដូរប្រេងម៉ាស៊ីននិងសេវាថែទាំផ្សេងបាទអរគុណអូនបាទសុខសប្បាយអូន